សួស្តីបងប្អូនអ៊ំពូមីងទាំងអស់គ្នាគឺថាចេញមកភ្លាមសុំចាយសម្រន់តិចហើយដោយសារមួយរយៈនេះខ្ញុំរៀងរវល់ទៅតែបានកាត់វីដេអូនាំអៃលីដាលេងឯងសម្រាប់វីដេអូនេះគឺពួកខ្ញុំទៅតាំងពីពេលមុនអ៊ំទូកម៉ែតាមផ្លូវរៀងលិចទឹកតិចហើយប៉ុន្តែឥឡូវប្រហែលជាលេងអីហើយថ្ងៃដែលពួកខ្ញុំដើរលេងគឺមេឃស្លាស់ល្អណាឥឡូវនេះគឺពួកយើងបានមកដល់ទីរួមខេត្តកពតហើយរៀងថ្ងៃដែរអញ្ចឹងទៅខ្ញុំរៀងឃ្លានប្តីខ្ញុំក៏ចូលទិញអីញ៉ាំនៅហាងកាហ្វេរ៉ាមីសម្រាប់គាត់គឺគាត់ញ៉ាំកាហ្វេឲ្យខ្ញុំវិញគឺខ្ញុំចូលចិត្តញ៉ាំតែទឹកដោះគោនៅនឹងដោយសារតែវាមានរសជាតិឆ្ងាញ់ហើយភាគច្រើនគឺខ្ញុំចូលចិត្តអែតចាហួយបន្ថែមព្រោះអីចាហួយវារៀងទន់ជាងគុជហើយប្តីខ្ញុំបានទិញនំ2 3មុខដែរតែខ្ញុំញ៉ាំតែនំនេះម្ដុំទេឆ្អែតហ្មងឥឡូវនេះពួកយើងអត់ចាំយូរទៀតទេយើងត្រូវបន្តដំណើរទៅខាងលើភ្នំបូកគោហើយគ្រាន់តែមកដល់ជើងភ្នំភ្លាមគឺពួកយើងត្រូវឈប់ទិញធូបទៀននិងផ្លែចេកទៅសែនលោកយាយនៅខាងលើហើយពួកខ្ញុំទិញនៅកន្លែងអ៊ំស្រីនេះដោយសារតែឃើញគាត់អាយុច្រើនហើយជួយទិញគាត់ទៅគាត់លក់ឆាប់អស់គាត់ឆាប់បានទៅផ្ទះអញ្ចឹងណាអញ្ចឹងឥឡូវពួកខ្ញុំបន្តដំណើរទៅមុខទៀតហើយនៅតាមផ្លូវឡើងទៅខាងលើមេចាប់ដើមហ៊ីងសតុំបន្លំតិចតិចតែមានអារម្មណ៍ថាត្រជាក់ស្រួលណាហើយសំខាន់កូនខ្ញុំដេកមើលមេឃឡើងតំណងហ្មងសម្រាប់ភ្នំបូកគោមួយខ្ញុំទៅលេងអត់ចេះធុញទេដោយសារតែទេសភាពស្អាតហើយពេលឡើងទៅដល់លើខ្ពស់អញ្ចឹងមានអារម្មណ៍ល្អមែនតើឥឡូវនេះពួកខ្ញុំបានមកដល់កន្លែងដែលអាចឲ្យឡានឈប់សម្រាប់បានបន្តិចហើយយើងក៏អាចកយគុណទេសភាពពីខាងលើទៅខាងក្រោមទីរួមខេត្តកពតនិងឃើញសមុទ្រកែបស្អាតមែនតើហើយកូនខ្ញុំគាត់សប្បាយចិត្តដែរដោយសារតែគាត់មកលេងនៅនឹងលើកទី1ហើយពេលខ្ញុំបើកកញ្ចក់ឡានមើលទេសភាពស្រុកខ្យល់អាកាសអញ្ចឹងគាត់អត់ព្រមឲ្យខ្ញុំបិទកញ្ចក់ឡានវិញទេចាំមើលទឹកមុខគាត់ខឹងខ្ញុំពេលខ្ញុំបិទកញ្ចក់ឡានហ៎ឥឡូវនេះពួកខ្ញុំបានមកដល់កន្លែងលោកយាយម៉ៅហើយអញ្ចឹងពួកយើងត្រូវរកកន្លែងចតឡានដើម្បីដើរឡើងទៅខាងលើណាហើយមើលកូនខ្ញុំគាត់ដើរដូចឈឺជើងដោយសារតែខោគាត់រៀងសើមបន្តិចគាត់អត់ដើរស្លៀកខោសើមអញ្ចឹងទេឥឡូវនេះគឺពួកខ្ញុំនាំគ្នាដើរឡើងទៅខាងលើហើយអាកាសធាតុរៀងត្រជាក់គួរសមហើយកូនខ្ញុំវិញណាគ្រាន់តែដើរឡើងទៅដល់ខាងលើភ្លាមណាគាត់ឃើញលោកយាយម៉ៅគឺគាត់លើកដៃសាពះហ្មងបងប្អូនទាំងអស់គ្នាពេលខ្លះអីគាត់ជីកាត់វត្តអញ្ចឹងក៏គាត់លើកដៃសាពះដែរដោយគាត់ដឹងណាហើយប្តីខ្ញុំបានឲ្យលុយយកទៅដាក់នៅក្នុងទូដែលមានឆ្នាំរបស់កូនខ្ញុំហើយក្រោយពីគាត់ដាក់លុយចូលក្នុងទូហើយខ្ញុំក៏យកគាត់មកថតរូបទុកជាអនុស្សាវរីយ៍ហើយនៅពីក្រោយរូបភាពស្រស់ស្អាតនេះគឺមានកាមេរ៉ាម៉ែនិងឪហ្នឹងហើយនិយាយរួមទៅ fan ដល់ចាស់ហ្មងចឹងឥឡូវយើងថតរូបហើយគឺយើងត្រូវបន្តដំណើរទៅមុខទៀតដោយសារតែខ្ញុំចង់នាំគាត់ទៅលេងនៅបឹងលើភ្នំកន្លែងហ្នឹងគឺនាំអៃលីទៅមើលត្រីពួកខ្ញុំទៅចំថ្ងៃធម្មតាអញ្ចឹងអត់សូវមានមនុស្សមកលេងទេប៉ុន្តែអ្នកលក់ចំណីត្រីនឹងសន្តិសុខអីគាត់នៅធ្វើការធម្មតាប្តីខ្ញុំគាត់ទិញចំណីដាក់ឲ្យត្រីស៊ីដើម្បីវាឡើងមកខាងលើអញ្ចឹងណាងាយស្រួលដល់កូនខ្ញុំវាបានមើលដែរក្នុងវីដេអូនេះមើលទៅអត់សូវឃើញត្រីទេប៉ុន្តែនៅខាងក្រៅវិញឃើញត្រីច្រើនមែនតើបងប្អូនទាំងអស់គ្នាចឹងឥឡូវពួកខ្ញុំគឺត្រូវមកកន្លែងទៀតគឺកន្លែងទឹកជ្រោះនេះដើម្បីញ៉ាំបាយថ្ងៃត្រង់ហើយដាក់ឲ្យកូនគាត់បានមើលទឹកជ្រោះដែរចឹងណានៅហ្នឹងគេមានបំរាមឲ្យលេងទឹកខ្ញុំមកច្រើនដងតែខ្ញុំទៅតែដឹងថ្ងៃហ្នឹងឯងបងប្អូនទាំងអស់គ្នាក្រោយពីសម្រាប់មួយសន្ទុះហើយយើងក៏បន្តដំណើរទៅមកកន្លែងទៀតដែលខ្ញុំចង់ទៅនោះគឺជាការផ្លាយស្ទ្រូប៊េរីឥឡូវហ្នឹងគឺយើងបានមកដល់ហើយខ្ញុំសប្បាយចិត្តមែនតើដោយសារថាអាចជាក្តីសម័យពីទូចដែរហើយប្តីខ្ញុំក៏សួរថាចង់យកកន្លះគីឡូឬ1គីឡូប៉ុន្តែតាមមកដល់ហើយអញ្ចឹងយក1គីឡូហ្មងទៅតាមពិតទៅពេលពួកខ្ញុំមកដល់ហ្នឹងគឺដល់ម៉ោងពួកគាត់សម្រាប់ឯងគេបិទឲ្យចូលទីទេប៉ុន្តែគាត់ឮថាពួកខ្ញុំមកពីពេញរៀងឆ្ងាយដែរក៏បើកឲ្យចូលមើលមកផ្លែអញ្ចឹងណាហើយខ្ញុំបានដើរចូលមើលខាងក្នុងចិត្តហ្នឹងបានចូលប៉ុណ្ណឹងក៏ខ្ញុំសប្បាយចិត្តដែរហើយខ្ញុំឃើញផ្លែស្ទ្រូប៊េរីនេះខ្ជុះមែនតើនិយាយទៅមានតែអ្នកដែលគាត់ស្រឡាញ់ការដាំដុះឯងបានគាត់យល់អារម្មណ៍មួយហ្នឹងពេលដែលយើងឃើញផ្លែឈើវាចេញផ្លែមកអញ្ចឹងយើងសប្បាយចិត្តមែនតើហើយកូនខ្ញុំនេះគាត់លូកដៃចង់បេះចង់យកញ៉ាំធ្វើដូចចេះញ៉ាំអញ្ចឹងណាសម្រាប់ផ្លែមានធំមានតូចនិយាយទៅល្មមអាចបេះបានហើយប៉ុន្តែបើសិនជាបងចង់ទៅបេះតោះតែកក់ទុកមុនឥឡូវនេះពួកខ្ញុំបានចេញពីចការស្ទ្រូប៊េរីមកវិញហើយអ្នកនរគ្នាខ្ញុំមិនដឹងថាណាគេដូចកូនខ្ញុំឯនេះចាំមើលកូនគេចូលចិត្តស្ទ្រូប៊េរីមកកូនខ្ញុំវិញឲ្យញ៉ាំស្ទ្រូប៊េរីតិចទៅមុខតិចទៅក្រោយនិយាយទៅអត់ចេះញ៉ាំទេហើយខំតែញយកមកឲ្យញ៉ាំអត់មានញ៉ាំទេម៉ែអ្នកញ៉ាំទាំងអស់ហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតណាខ្ញុំនឹងបង្ហាញពីកន្លែងដែលពួកខ្ញុំទៅគេងនៅខេត្តកពតអូខេបាយបាយ